ចេះតែអញ្ចឹងបានរឿងវាមិនចេះចប់រងើបភ្លើងដែលរៀបនឹងរលត់ហើយត្រូវបានផ្លុំឲ្យឆាបឆេះឡើងកម្ដៅវិញក្រុមអ្នកមានបុណ្យបាសេឡូណាបានបង្ហាញឈុតទី4របស់ខ្លួននៅថ្ងៃពុធសប្តាហ៍នេះរដូវកាល2025-2026ដែលអាវនេះគឺជាការគោរពទៅដល់ជ័យជំនះរហូតដល់ទៅ3-0ទៅលើក្រុមអាថេរីស Real Madrid ក្នុងជំនួប El Clasico នៅកីឡដ្ឋាន Santiago Bernabeu Stadium កាលពី20ឆ្នាំមុនការប្រកួតនេះគឺសម្គាល់ឃើញថាការបញ្ចេញសមត្ថភាពដ៏អស្ចារ្យរបស់កីឡាករ Ronaldinho ថែមទាំងរកគ្រាប់បាល់បានថែមទៀតគឺពិតជាទាក់ទាញពីសំណាក់អ្នកគាំទ្រអាថេរីស Real Madrid ផងដែរហើយថ្ងៃនេះក៏ជាថ្ងៃគម្រប់ខួប2ទសវត្សរ៍ដូចគ្នាគិតចាប់ពីការប្រកួតនោះមកហើយក្លឹបក៏បានឆ្លៀតឱកាសនេះដាក់លក់អាវឈុតទី4នេះផ្ទាល់តែម្ដងពីមើលទៅទស្សនវិជ្ជាជាក់ស្ដែងនេះក៏ជាការឌឺដងមួយដែរដែលជាការរំលឹកនៅជ័យជំនះរបស់ខ្លួនក្នុងជំនួប El Clasico ឡើងវិញកុំភ្លេចទទួលបានព័ត៌មានថ្មីៗរួមជាមួយនឹងទស្សនាលើការប្រកួតបាល់ទាត់តាមរយៈ join ក្រុម Telegram របស់ Admin Pin Comment ខាងក្រោម